កន្លែងដើរលេងពីកន្លែងនៅក្នុងខេត្តកំពតអ្នកណាខ្លះដូច admin និយាយពីថាលងស្នេហ៍កំពតដកចិត្តមិនរួចនេះឲ្យតែនឹកឃើញរឿងដើរលេងគឺនឹកឃើញដល់ខេត្តកំពតមុនគេនិយាយថាខេត្តកំពតនេះមួយខ្ញុំមិនដឹងថាមួយខែខ្ញុំត្រូវចុះឡើងកំពតប្រហែលដងឯដើម្បីឲ្យធុញនឹងចំណាយនៃខេត្តមួយនេះគឺសម្បូរកន្លែងដើរលេងមែនតែនតែម្ដងជាពិសេសនោះកំពតមានទីតាំងនៅជិតទីក្រុងភ្នំពេញមែនតែនយើងជិះតាជាង100គីឡូទេបូកជាមួយនឹងផ្លូវឥឡូវស្រួលជិះទៀតធ្វើឲ្យខេត្តមួយនេះតាក់ទាញអ្នកទេសចរដែលចង់ទៅលេងខេត្តនេះហើយមិនចេះចំណាយហើយថ្ងៃនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅដើរលេងពីកន្លែងដែលមានទាំងកន្លែងយើងអង្គុយញ៉ាំកាហ្វេមើលជួរភ្នំទេសភាពនិងកន្លែងដែលយើងអាចបោះតង់បានដែរនៅក្នុងខេត្តកំពតនេះកន្លែងទី1នោះគឺ La Plantation នៅនេះគឺជាចកាអាមេរិកបងប្អូនបើនិយាយចំទៅនៅម្ដុំហ្នឹងគេហៅចកាអាមេរិកប្រាំងចកាអាមេរិកនេះគឺធំមែនតែនហើយបើនិយាយពីបរិយាកាសវិញគឺស្រស់ស្រាយមែនតែនដោយគេធ្វើអាគារកន្លែងយើងអង្គុយញ៉ាំអីហ្នឹងបែរមុខ view ទៅរកទំនប់ប្រតិកលាបងប្អូននៅផ្នែកខាងក្រោយវិញជាចកាស្វាយហើយជើងភ្នំបងប្អូននៅនេះបរិយាកាសល្អមែនតែនហើយនៅនេះភេសជ្ជៈដែលជា unique កន្លែងគេហ្មងគឺកាហ្វេអាមេរិកជាមួយនឹងការ៉េអាមេរិកហើយខ្ញុំក៏បានមកកំងសាកព្រោះឮឈ្មោះទៅប្លែកហ្មងយើងធ្លាប់ឮតែកាហ្វេដូងគ្រីមអីចឹងឥឡូវនេះយើងមកភ្លក់កាហ្វេអាមេរិកជាមួយនឹងការ៉េអាមេរិកម្ដងចំពោះរសជាតិកាហ្វេបងប្អូនខ្ញុំកំងអាមេរិកាណូញ៉ាំទៅរៀងប្រហើអាមេរិកចុងមាត់អីចឹងហើយបើក្រែមវិញក្រែមឆ្ងាញ់ក្រែមមានរសជាតិឆ្ងាញ់ប្រហើអាមេរិកប៉ុន្តែវាផ្អែមហើយរៀងឈ្ងុយចំពោះខ្ញុំកំងអានេះវាសូកូឡាបន្ទាប់ពីញ៉ាំកាហ្វេញ៉ាំអីរួចខ្ញុំទៅកន្លែងគេដាក់តាំងម្រេចលក់បងប្អូននិយាយពីថាម្រេចមានគ្រប់ម៉ូតគ្រប់ម៉ាកតែម្ដងម្រេចក្រហមម្រេចខ្មៅម្រេចខៀវអីហើយការវេចខ្ចប់វិញគឺស្អាតមែនតើខ្ញុំសរសើរនៅភាពច្នៃប្រឌិតនៃការវេចខ្ចប់គឺមើលទៅគឺព្រីមៀមហ្មងបងប្អូនសមនឹងរបស់ថ្លៃហ្មងហើយខ្ញុំសង្កេតឃើញថាភ្ញៀវនៅនេះភាគច្រើនគឺជនជាតិបរទេសបងប្អូនពួកគាត់គឺចង់ដឹងមែនតើពីការផលិតម្រេចនិងប្រភេទម្រេចគឺស្រុកយើងដែលនាំចេញទៅប្រទេសរបស់ពួកគាត់ចឹងណាហើយចំពោះកន្លែងទី2នេះគឺសហគមន៍កំពង់សាមគ្គីបងប្អូនគឺជាកន្លែងដើរលេងបែបសហគមន៍អញ្ចឹងណានៅនេះយើងអាចបោះតង់ឬក៏បងប្អូនអត់ចង់គេងតង់គេងផ្ទះស្នាក់លំហែរបស់សហគមន៍ក៏បានដែរនៅហ្នឹងផ្ទះដូចជា$12ហើយចំពោះតង់វិញបើយើងទៅបោះនៅហ្នឹងគេឆាកមួយតង់5រៀលអញ្ចឹងណាចំពោះបរិយាកាសនៅនេះពេលថ្ងៃលិចបងប្អូនទៅចំថ្ងៃលិចស្អាតស្រឡះនិយាយពីថាមែនតើបងប្អូនដូចបងប្អូនឃើញស្រាប់ហ្នឹងថ្ងៃលិចស្អាតទូកនេសាទទៅមកចេញចូលនៅមុខកន្លែងដែលយើងបោះតង់នឹងតែម្ដងគឺពិតជាស្រស់ស្រាយមែនតើបងប្អូនហើយនេះសកម្មភាពពេលយប់របស់ពួកយើងគឺយើងជិះទូកទៅរកកន្លែងស្ទូចត្រីព្រោះអ្នកនៅនឹងថានៅម្ដុំចិត្តហ្នឹងមានត្រីស្ទូចអញ្ចឹងហើយបើបងប្អូនអត់ស្ទូចត្រីទេបងប្អូនអាចចាំទិញគ្រឿងសមុទ្រពីអ្នកនេសាទដែលគាត់ចេញទូកចូលទូកនៅនឹងក៏បានដែរគឺស្រស់មែនតើមានតាំងពីបកងមានត្រីកតាំងមានអីនិយាយទៅតាមពេលដែលគាត់រកបានក្តាមថ្មក្តាមសេះអញ្ចឹងយើងអាចសុំចែកគាត់អញ្ចឹងបងប្អូនបានគ្រឿងសមុទ្រស្រស់ញ៉ាំនៅកន្លែងហ្នឹងតែម្ដងបន្ទាប់ពីបានគ្រឿងសមុទ្រមានបកងមានត្រីអីហ្នឹងមកយើងក៏ធ្វើញ៉ាំជុំគ្នាអង្គុយឈៀលអញ្ចឹងបងប្អូនគឺពិតជាមែនតែនហើយនេះបរិយាកាសពេលព្រឹកនៅនេះបងប្អូនគឺស្អាតមែនតែនមកថ្ងៃដែលខ្ញុំទៅនឹងបើកថ្ងៃមកឡើងក្រហមឆេះហ្មងហើយនេះគឺជនជាតិបរទេសមកគូអត់ដឹងថាគាត់ងើបឡើងតាំងពីស្មើណាគ្រាន់តែយើងងើបមកគឺឃើញគាត់អង្គុយនៅនឹងរបៀប enjoy view ជាមួយនឹងពពួកសត្វស្លាបអីចឹងមើលទៅគឺរបស់គាត់ក៏មានស្ពានរស័យដែលគេទៅសាងសង់ឲ្យដែរបងប្អូនគឺស្អាតមែនតែនធ្វើកាត់សមុទ្រពីកន្លែងមួយទៅកន្លែងមួយមកជាហៀងនោះទៀតចឹងហើយវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់ហើយដែរបងប្អូនជួបគ្នានៅវីដេអូក្រោយៗទៀតបាយ